មានសួរលោកគ្រូខ្ញុំឈ្មោះសុផាតបារម្ភលាក់មកពីក្រុម SV 3នឹងធ្វើ test ទៅលើ exercise user management ធ្វើ sudo ជា student teacher និង join admin អញ្ចឹងជាដំបូងយើងtest validate syntax តមកយើង inspect ទៅលើ student privilege នេះ privilege student តមក teacher មួយហើយតមក admin ហើយយើងមក test ទៅលើ inspect ទៅលើ rule របស់ file ហើយ command នេះយើង review ទៅលើ sudo activity ហើយតមកយើង test ទៅលើ student ដែលយើងត្រូវ login ចូលទៅកាន់ student ហើយឈ្មោះ student មួយដែលយើង login អញ្ចឹងដំបូងយើង test ទៅលើ statusរបស់ SSH អញ្ចឹងវា active ហើយតមក MySQL ហើយនឹង Nginx ហើយតមកយើង test ទៅលើ command ដែលត្រូវ deny គឺ restart អញ្ចឹងយើង student យើងកំណត់តែទៅលើ status អញ្ចឹងបើយើង restart ទៅវានឹងអត់ allow ឲ្យយើង execute SSH ដូចគ្នាហើយ MySQL ក៏ដូចគ្នាហើយតមកយើងតែទៅលើ teacher មួយម្ដងMySQL ហើយ Nginx ហើយ restart អ
នេះជា comment ដែលត្រូវ deny ហើយបន្តមកយើងតេស្តទៅលើ admin តែ restart តែ stop អត់ allow សារវា deny ភាសាយើងអត់បានកំណត់ rule បន្តមក start ទៅមកតែទៅលើ disable deny ចឹងសម្រាប់ការតេស្តរបស់ខ្ញុំមានតែប៉ុណ្្នឹង